បាទសូមអនុញ្ញាតជម្រាបសួរបងប្អូនទស្សនិកជនទាំងអស់គ្នាដែលតែងតែចូលចិត្តនៅទស្សនានៅវីដេអូបែប admin ហើយសម្រាប់វីដេអូមួយនេះគឺជាវីដេអូគូទី2ដែល admin នឹងចែកតម្រុយបាល់ជូនបងប្អូនគឺគូនៅលីកកំពូលរបស់អេស្ប៉ាញឬក៏ La Liga រវាងក្រុម Espanyol និងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Sevilla សម្រាប់ក្រុមទាំងពីរមើលទៅលទ្ធផលនាពេលកន្លងមកក្រុមម្ចាស់ផ្ទះកំពុងស្ថិតនៅលេខរៀងទី6ឆ្លងកាត់5ប្រកួតឈ្នះ3ចាញ់2ចំណែកក្រុមភ្ញៀវ Sevilla វិញបច្ចុប្បន្នស្ថិតនៅលេខរៀងទី9 5ប្រកួតចុងក្រោយឈ្នះ2ចាញ់2និងស្មើ1អញ្ចឹងហើយសម្រាប់លទ្ធផលក្រុមចាស់ទេរៀងល្អបន្តិចតែបើយើងក៏លេងមកមើលប្រវត្តិនៃការជួបគ្នារវាងក្រុមទាំងពីរសម្រាប់គូនេះ5ប្រកួតចុងក្រោយ Espanyol មិនថាក្នុងដីឬក្រៅដីមិនទាន់ស្គាល់ពាក្យថាឈ្នះទៅលើក្រុមភ្ញៀវ Sevilla ទេដោយការប្រកួតចុងក្រោយនៅក្នុងទឹកដីរបស់ Espanyol ហ្នឹងគឺក្រុម Sevilla យកឈ្នះទៅលើក្រុមម្ចាស់ផ្ទះដោយលទ្ធផល3-1ដូច្នេះសម្រាប់គូនេះខាងម្ចាស់ផ្ទះជាអ្នកវិនិយោគឲ្យក្រុមភ្ញៀវអញ្ចឹង admin recommend ឲ្យបងប្អូនគ្រប់គ្រងទៅលើក្រុមភ្ញៀវល្អជាងដែលមើលតាមឃើញអត្ថភាពប្រវត្តិនៃការជួបគ្នាកន្លងមកក្រុមភ្ញៀវតែងតែធ្វើបានល្អជាងក្រុមម្ចាស់ផ្ទះដូច្នេះគូនេះមិនបែកវិភាគអីច្រើនទេបងប្អូនអាចតាម admin បានគ្រប់គ្រងទៅលើក្រុមភ្ញៀវ Sevilla ជឿជាក់ថាយប់នេះបាល់នេះបើមិនស្មើ1-1ក៏ Sevilla ជាអ្នកអាចយកឈ្នះក្រុមម្ចាស់ផ្ទះ1-0នេះជាតម្រុយបាល់គូទី2ដែល admin ចែកជូនបងប្អូននៅក្នុងថ្ងៃនេះក្នុងវីដេអូទី2នៅមានតម្រុយបាល់ផ្សេងៗទៀតដែល admin តែងទម្លាក់នៅក្នុងក្រុម AKFC Sport Tip បើបងប្អូនចង់ join ក្រុមដើម្បីទទួលបាន tip បាល់ជារៀងរាល់ថ្ងៃក៏ដូចជាទស្សនានៅការ live បាល់គូពិសេសៗនៅក្នុងអឺរ៉ុបបងប្អូនអាចធ្វើការ join ក្រុម AKFC Sport Tip ជាមួយ admin ទាំងអស់គ្នា link នៅក្រោម profile របស់ admin ហើយសម្រាប់វីដេអូមួយនេះមានត្រឹមតែប៉ុណ្ណេះទេកុំភ្លេចចុច like share follow admin ម្នាក់មួយផងសូមអរគុណសូមជម្រាបលាជួបគ្នានៅថ្ងៃស្អែកជាបន្តជាមួយនឹង admin គង់